បាទសូមជម្រាបសួរអញ្ចឹងវីដេអូនេះគឺយើងបន្តមកដោះស្រាយចំណោទជាមួយលោកគ្រូជាបន្តអញ្ចឹងគឺយើងដោះស្រាយនៅចំណោទទី1និងចំណោទទី2បាទតោះអញ្ចឹងឥឡូវយើងតាមដានខ្លឹមសារចំណោទជាមួយគ្នាណាបាទចំណោទទី1ដើម្បីធ្វើនំគេដឹងថាក្នុងម្សៅមី1គីឡូក្រាមគេប្រើស្ករអស់6ភាគ8គីឡូក្រាមតើម្សៅមី71ភាគ2គីឡូក្រាមត្រូវប្រើស្ករអស់ប៉ុន្មានគីឡូក្រាមបាទអញ្ចឹងតាមរយៈប្រធានចំណោទដ៏ខ្លីនេះបាទអញ្ចឹងគឺគេនិយាយអំពីការធ្វើនំបាទអញ្ចឹងការធ្វើនំនេះគេដឹងថាបើសិនជាម្សៅមី1គីឡូក្រាមគឺគេប្រើស្ករអស់6ភាគ8គីឡូក្រាមបាទអញ្ចឹងគេសួរថាតើបើសិនជាម្សៅ71ភាគ2គីឡូក្រាមអញ្ចឹងតើត្រូវប្រើស្ករអស់ប្រមាណគីឡូក្រាមបាទតោះអញ្ចឹងឥឡូវយើងមកដោះស្រាយជាមួយលោកគ្រូជាមួយគ្នាណាបាទតោះអញ្ចឹងយើងដាក់ថារកទម្ងន់ស្ករដែលត្រូវប្រើបាទបាទតោះអញ្ចឹងយើងដាក់ថារកទម្ងន់ស្ករដែលត្រូវប្រើបាទអញ្ចឹងនៅក្នុងបម្រាប់របស់យើងគេថាម្សៅមី1គីឡូក្រាមនេះម្សៅមី1គីឡូក្រាមស្ករគឺបាទត្រូវប្រើអស់ទម្ងន់6ភាគ8គីឡូក្រាមបាទអញ្ចឹងគេសួរថាចុះបើសិនជាម្សៅមីបាទ71ភាគ2គីឡូក្រាមអញ្ចឹងតើត្រូវប្រើស្ករអស់ប្រមាណគីឡូក្រាមបាទអញ្ចឹងដើម្បីដឹងទម្ងន់ស្ករសរុបបាទដែលត្រូវប្រើក្នុងនេះក្នុងម្សៅមី71ភាគ2គីឡូក្រាមអញ្ចឹងមានន័យថាយើងយកនេះទម្ងន់ម្សៅមីសរុបបាទគុណនឹងទម្ងន់ស្ករដែលត្រូវប្រើក្នុងម្សៅ1គីឡូក្រាមបាទតោះអញ្ចឹងនៅពេលដែលយើងគុណបញ្ចូលគ្នាទៅយើងនឹងដឹងថាតើស្ករដែលត្រូវប្រើសរុបអស់ប្រមាណហ្នឹងបាទអញ្ចឹងបន្ទាប់ពីយើងដាក់ជាប្រមាណវិធីគុណតាមបំរាប់នៃចំនួនស្ករឬក៏ចំនួនម្សៅរួចហើយឥឡូវយើងធ្វើការបាទគណនាមកបន្តអញ្ចឹងទម្រង់ប្រភេទគុណប្រភេទបាទអញ្ចឹងគឺយើងត្រូវយកភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងបាទតោះឥឡូវយើងគុណជាមួយលោកគ្រូបាទតោះអញ្ចឹង6គុណនឹង71បាទតោះអញ្ចឹង6ម្ដង6បាទ6 7ដង42បាទតោះអញ្ចឹងយើងសរសេរបាទសរសេរចូលអញ្ចឹងតែម្ដងតោះអញ្ចឹងភាគយកភាគបែងគុណនឹងភាគបែងអញ្ចឹង8 2ដង10 16បាទបាទនេះអញ្ចឹង8 2ដង16បាទអញ្ចឹងបន្ទាប់ពីយើងគុណបានហើយប្រភេទដែលជាចម្លើយនេះគឺវាជាតួលេខធំនៅឡើយបាទអញ្ចឹងយើងប្រភេទនេះគឺយើងអាចសម្រួលបានអញ្ចឹងគឺយើងអាចសម្រួលជាមួយ2បាទសម្រួលនឹង2អញ្ចឹងមានន័យថាភាគយកចែកនឹង2ហើយភាគបែងក៏ចែកនឹង2ដូចគ្នាបាទតោះអញ្ចឹងបើសិនជាយើងសម្រួលនឹង2បាទភាគយកចែកនឹង2នេះក៏426ចែក2បាន213ណាបាទ213បាទរីឯភាគបែងរបស់យើងបើយើងចែកនឹង2គឺបាន8បាទតោះចឹងនេះគឺជាប្រភេទដែលយើងសម្រួលរួចហើយគឺចម្លើយរបស់វាគឺ213លើ8បាទអញ្ចឹងអ្វីដែលយើងកណនាឃើញនេះគឺជាទម្ងន់ស្ករនេះជាទម្ងន់ស្ករដែលគេត្រូវប្រើបាទតោះអញ្ចឹងគេអាចដាក់ឆ្លើយប្រាប់គេបានដូចនេះទម្ងន់ស្ករដែលត្រូវប្រើគឺ213ភាគ8គីឡូក្រាមបាទតោះបាទតោះអញ្ចឹងចម្លើយនៃចំណោទទី1គឺយើងដោះស្រាយឃើញហើយស្ករដែលត្រូវប្រើគឺ213ភាគ8គីឡូក្រាមបាទតោះអញ្ចឹងយើងបញ្ចប់នៅការដោះស្រាយចំណោទទី1ឥឡូវយើងចូលទៅដោះស្រាយចំណោទទី2ជាបន្តបាទតោះបាទបន្តចុះឥឡូវយើងមកតាមដានខ្លឹមសារចំណោទទី2ជាមួយលោកគ្រូជាបន្តដើម្បីយើងធ្វើការគណនាឲ្យបានត្រឹមត្រូវបាទតោះអញ្ចឹងបើប្រធានចំណោទទី2គេថាដើម្បីធ្វើនំមួយគេត្រូវការម្សៅមី1ភាគ5គីឡូក្រាមតើម្សៅមី7ភាគ5គីឡូក្រាមធ្វើបាននំប៉ុន្មានបាទអញ្ចឹងប្រធានចំណោទទី2នេះក៏ស្តៀងទៅនឹងប្រធានចំណោទទី1ដែរគាត់ឲ្យខ្លីៗដូចគ្នាណាបាទអញ្ចឹងគឺគេនិយាយអំពីការធ្វើនំមួយគឺត្រូវប្រើម្សៅមី1ភាគ5គីឡូក្រាមបាទអញ្ចឹងគេសួរថាបើសិនជាមានម្សៅមី7ភាគ5គីឡូក្រាមតើយើងអាចធ្វើនំបានប្រមាណបាទតោះអញ្ចឹងឥឡូវយើងចាប់ផ្ដើមជាមួយលោកគ្រូណាបាទអញ្ចឹងមានន័យថា
រោគចំនួនយើងដាក់ថារោគចំនួននំបាទដោយសារតែគេចង់ដឹងថាតើអាចធ្វើនំបានប្រមាណបាទតោះអញ្ចឹងយើងដាក់ខ្លីៗរោគចំនួននំបាទតោះអញ្ចឹងក្នុងបំរាប់របស់យើងគេថានំមួយគឺត្រូវការម្សៅមី 1/5 គីឡូក្រាមអញ្ចឹងបើសិនជាមានម្សៅមី 7/5 គីឡូក្រាមបាទតើធ្វើនំបានប្រមាណអញ្ចឹងយើងចង់ដឹងថាធ្វើនំបានប្រមាណយើងយកទម្ងន់ម្សៅមីសរុបបាទចែកឲ្យទម្ងន់ម្សៅមីដែលត្រូវប្រើក្នុងការធ្វើនំមួយអញ្ចឹងក្នុងការធ្វើនំមួយគឺចំណាយម្សៅមី 1/5 គីឡូក្រាមតោះអញ្ចឹងយើងយកម្សៅមីសរុបចែកនឹងឯកតានៃមួយហ្នឹងទៅគឺយើងនឹងដឹងថាតើចំនួនទាំងអស់នេះតើអាចធ្វើនំបានប្រមាណបាទតោះអញ្ចឹងនេះគឺចូលទម្រង់ប្រភេទចែកប្រភេទអញ្ចឹងប្រភេទចែកប្រភេទគឺយើងបាទត្រូវយកអីគេហ្នឹងបាទត្រូវយកប្រភេទទី1បាទគុណនឹងចម្រាស់នៃប្រភេទទី2បាទតោះអញ្ចឹងប្រភេទទី1របស់យើងនេះ 7/5 តោះអញ្ចឹងយើងសរសេរវាមកវិញសិនបាទ 7/5 គុណនឹងបាទគុណនឹងចម្រាស់នៃប្រភេទទី1នេះប្រភេទទី2គុណនឹងចម្រាស់នៃប្រភេទទី2 1/5 អញ្ចឹងចម្រាស់របស់វាគឺ 5/1 បាទអញ្ចឹងគ្រូសង្ឃឹមថាទាំងអស់គ្នាតន់ណាបាទ 5/1 បាទតោះអញ្ចឹងឥឡូវបន្ទាប់ពីយើងបដូរជាប្រមាណវិធីបែបហ្នឹងហើយឥឡូវយើងធ្វើការគណនាទៅប្រភេទគុណប្រភេទភាគយកគុណភាគយកភាគបែងគុណភាគបែងតោះអញ្ចឹង 7/5 ដង 30 បាទ 7/5 ដង 35 អញ្ចឹង 5 ម្ដង 5 បាទតោះអញ្ចឹងកន្លែងនេះតាមពិតគឺយើងអាចយើងមិនចាំបាច់គុណក៏យើងអាចមើលឃើញចម្លើយដែរក៏ដោយសារតែនេះជាតួភាគយកនេះតួលេខ 5 ភាគបែងតួលេខ 5 អញ្ចឹងយើងអាចសម្រួលគ្នាបានទេបាទតោះចាឥឡូវគុណតែម្ដងឲ្យហើយទៅដោយសារតែយើងគុណរួចរាល់ហើយបាទអញ្ចឹងយើងមើល 35 លើ 5 តើយើងអាចចែកដាច់អត់ហ្នឹងបាទអញ្ចឹងគឺយើងចែកដាច់គឺចែកបាន 7 បាទនេះចែកបាន 7 បាទតោះអញ្ចឹងមានន័យថាចំនួននំដែលយើងកំពុងតែរកហ្នឹងគឺបាន 7 បាទតោះអញ្ចឹងយើងអាចឆ្លើយប្រាប់គេបានដូចនេះគេអាចធ្វើនំបាន 7 បាទតោះបាទតោះអញ្ចឹងចម្លើយចំណុចទី2គឺយើងរកឃើញហើយបាទដូចនេះគេអាចធ្វើនំបាន 7 នំបាទតោះអញ្ចឹងដោយសារតែក្នុងបំរាប់របស់យើងគេអត់ប្រាប់ថានំគិតជាដុំឬក៏នំគិតជាអីអញ្ចឹងលោកគ្រូដាក់ຂະຫນាតជានំនៅមកវិញណាបាទអញ្ចឹងគឺចម្លើយគឺយើងរកឃើញ 7 បាទតោះអញ្ចឹងចំណោទទាំងទី1ទាំងទី2យើងបានដោះស្រាយរួចរាល់ហើយបាទហើយលោកគ្រូសង្ឃឹមថាទាំងអស់គ្នាប្រហែលជាអាចតាមទាន់នៅការដោះស្រាយចំណោទទាំងពីរនេះអញ្ចឹងបើសិនជាពេញចិត្តនៅវីដេអូរបស់លោកគ្រូបាទកុំភ្លេចជួយចុច like ក៏ដូចជាចុចពាក្យ subscribe ក៏នឹងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗជាច្រើនជាបន្តបន្ទាប់ក៏ដូចជាការលើកទឹកចិត្តមកកាន់លោកគ្រូផងដែរបាទអញ្ចឹងលោកគ្រូសូមបញ្ចប់តែត្រឹមនេះហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តបាទសូមអរគុណ